ថ្ងៃទី1មិនមែនរងចាំថ្ងៃមួយរៀបចំថ្ងៃស្អែកឲ្យហើយនៅក្នុងថ្ងៃនេះគ្មានមនុស្សណាម្នាក់ដឹងថាថ្ងៃស្អែកមានប៉ុន្មានដងទៀតទេនៅក្នុងជីវិតហើយក៏គ្មានអ្នកណាដឹងថាថ្ងៃស្អែកណាមួយដែលជាថ្ងៃចុងបញ្ចប់របស់យើងនោះដែរមនុស្សយើងគួរតែមានគោលដៅជីវិតដឹងច្បាស់ពីអ្វីដែលយើងចង់បានដឹងច្បាស់ពីអ្វីដែលយើងចង់សម្រេចវានៅក្នុងជីវិតនេះចាប់ផ្ដើមធ្វើអ្វីដែលអ្នកចង់ធ្វើឥឡូវនេះត្រូវតែចាប់ផ្ដើមពីថ្ងៃទី1កុំរងចាំថ្ងៃមួយបើអ្នកមិនបោះជំហានឈានទៅធ្វើអ្វីដែលអ្នកប្រាថ្នាទេគ្មានថ្ងៃអ្នកអាចទទួលបានអ្វីៗតាមក្តីប្រាថ្នារបស់អ្នកឡើយគ្មានពេលណាដែលល្អជាងពេលចាប់ផ្ដើមធ្វើអ្វីដែលខ្លួនចង់ធ្វើនៅពេលនេះទេមិនថារូបកាយរឹងមាំប៉ុណ្ណាបើមិនប្រយ័ត្នធ្វើឲ្យផ្លូវចិត្តប៉ះទង្គិចបន្តិចនឹងត្រូវជំងឺវាយលុកបានពេលដែលជំងឺឆ្លងចូលក្នុងខ្លួនរូបកាយក៏ប្រែជាខ្សោយនៅពេលដែលរូបកាយខ្សោយអារម្មណ៍របស់អ្នកក៏ធ្លាក់ចុះនេះជាបញ្ហាដែលមិនអាចធ្វើអ្វីបានទាំងអស់ព្រោះតែកម្លាំងកាយនិងកម្លាំងចិត្តគ្មានថាមពលថ្ងៃមួយគ្មានទេមានតែថ្ងៃទី1ដែលអ្នកអាចចាប់ផ្ដើមផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរសកម្មភាពផ្លាស់ប្ដូរទម្លាប់កុំបន្តរងចាំទៀតអីថ្ងៃនេះគឺល្អបំផុតហើយចង់ធ្វើអ្វីគួរតែធ្វើវាភ្លាមកុំរងចាំកុំពន្យាពេលកុំមានលេសកុំបង្អាក់ដំណើរជីវិតរបស់ខ្លួនឯងដឹងពីភាពខុសគ្នាមនុស្សមួយចំនួនមើលមិនឃើញអ្វីដែលអ្នកបានធ្វើសម្រាប់ពួកគេទេពួកគេឃើញតែអ្វីដែលអ្នកមិនបានធ្វើសម្រាប់ពួកគេតែប៉ុណ្ណោះមនុស្សមួយចំនួននឹកឃើញដល់អ្នកនៅពេលដែលពួកគេត្រូវការអ្នកសម្រាប់ជួយពួកគេឲ្យធ្វើអ្វីមួយដើម្បីគេទេក៏មានមនុស្សមួយចំនួននិយាយជាមួយអ្នកនៅពេលដែលគេទំនេរហើយមិនសូវឲ្យតម្លៃលើពាក្យសម្ដីដែលអ្នកនិយាយជាមួយគេអនុញ្ញាតឲ្យគេបដិសេធកិច្ចការរបស់អ្នកអនុញ្ញាតឲ្យគេបោះបង់អ្នកអនុញ្ញាតឲ្យគេដើរចេញពីអ្នកអនុញ្ញាតឲ្យគេខកខានពន្លឺដែលអ្នកនាំមកនៅសេចក្តីសប្បុរសដែលអ្នកផ្ដល់ជូនទៅគេវាមិនមែនជាភារកិច្ចរបស់អ្នកក្នុងការបញ្ជាក់ពីតម្លៃរបស់អ្នកចំពោះនរណាម្នាក់ដែលអ្នកតែងតែមានភាពស័ក្តិសមនឹងទទួលបាននោះទេពេលខ្លះវាឈឺចាប់ណាស់នៅពេលដែលត្រូវបានគេបដិសេធកិច្ចការដែលអ្នកខិតខំប្រឹងធ្វើឈឺចាប់ណាស់នៅពេលដែលលះបង់គ្រប់យ៉ាងដែលអ្នកចង់បានប៉ុន្តែអ្នកត្រូវតែផ្ដល់កន្លែងសម្រាប់អ្នកដែលសមនឹងទទួលបានដូច្នេះចូលលះបង់នៅអ្វីដែលមិនត្រូវការអ្នកចោលទៅព្រោះអ្នកនឹងបានជួបអ្នកដែលមើលឃើញពីតម្លៃរបស់អ្នកពិតប្រាកដនឹងចូលមកជំនួសអ្នកដែលមិនមើលឃើញពីភាពសំខាន់ដែលមាននៅក្នុងខ្លួនរបស់អ្នកស្វែងយល់ពីខ្លួនឯងកាត់ពិតទៅនៅជុំវិញខ្លួនយើងពោរពេញទៅដោយឱកាសចំណែកនៅខាងក្នុងខ្លួនយើងវិញពោរពេញទៅដោយសក្តានុពលការស្វែងយល់ពីខ្លួនឯងនឹងធ្វើឲ្យអ្នករកឃើញភាពអស្ចារ្យជាច្រើនដែលបង្កប់នៅក្នុងខ្លួននៅក្នុងពិភពខាងក្នុងខ្លួនរបស់យើងវាពិតជាពិភពលោករបស់អ្នកជាភាពអស្ចារ្យរបស់អ្នកហើយក៏គ្មានអ្នកណាម្នាក់អាចយកវាមកឲ្យអ្នកបានទេក្រៅពីខ្លួនឯងប្រឹងប្រែងស្វះស្វែងរកវាឲ្យឃើញហើយបញ្ចេញវាមកក្រៅដោយខ្លួនឯងត្រូវចាំថាភាពអស្ចារ្យការរីកចម្រើនឬសមិទ្ធផលធំធេងទាំងឡាយតែងតែកើតឡើងពីខាងក្នុងមកមុនជានិច្ចហេតុផលមានច្រើនចម្លើយមានតែមួយរស់នៅមុនពេលអ្នកស្លាប់ញញឹមនៅពេលដែលជួបរឿងមិនសប្បាយចិត្តនេះជាជីវិតមានទាំងទុក្ខព្រួយលាយឡំនឹងក្តីរំភើបរីករាយជាមួយគ្នារកទីកន្លែងស្ងប់ស្ងាត់ដើម្បីស្ដាប់សំឡេងចង្វាក់បេះដូងរបស់អ្នកតើឮសូរសំឡេងបេះដូងខ្លួនឯងទេមានអារម្មណ៍យ៉ាងណាដែរបើមានអារម្មណ៍ល្អជាមួយសំឡេងបេះដូងខ្លួនឯងនោះមានន័យថាអ្នកបានធ្វើអ្វីដែលបេះដូងអ្នកប្រាថ្នាប៉ុន្តែបើគ្មានអារម្មណ៍អ្វីទាំងអស់នោះមានន័យថាអ្នកកំពុងរស់នៅដើម្បីដើរតាមបេះដូងរបស់អ្នកដទៃតែប៉ុណ្ណោះការរស់នៅយូរមានអាយុច្រើននៅលើផែនដីនេះមិនប្រកាសថាជាការរស់នៅពិតប្រាកដពេលដែលចិត្តនិងបេះដូងតែងតែឈ្លោះប្រកែកគ្នាវាធ្វើឲ្យម្ចាស់រូបកាយនៅហត់ថប់ដង្ហើមប្រឹងរស់ឲ្យរួចតែមួយថ្ងៃប៉ុន្តែមិនបានចាប់អារម្មណ៍ថា
ពេលវេលាដើរទៅមុខនៅថ្ងៃនីមួយៗជាពេលវេលាដែលជីវិតរាប់ថយក្រោយនោះទេចង់ធ្វើដូចអ្នកដទៃហេតុអ្វីមនុស្សយើងមួយចំនួនចង់ធ្វើតាមអ្នកដទៃហើយបោះបង់ភាពជាខ្លួនឯងទៅវិញពេលខ្លះមិនមែនមនុស្សមួយចំនួនចង់ធ្វើតាមគេទេតែមកពីមនុស្សមួយចំនួននោះមិនដឹងថាក្នុងខ្លួនមានអ្វីម្យ៉ាងដែលពិសេសដែលអាចប្រើប្រាស់ជាប្រយោជន៍បានភាពជាខ្លួនឯងនេះហើយដែលអ្នកប្រើប្រាស់ច្រើនយ៉ាងណាក៏មិនសាបសូន្យដែរមានន័យថាប្រើសមត្ថភាពពិសេសដែលផុសចេញពីក្នុងចិត្តគំនិតរបស់ខ្លួនឯងច្រើនប៉ុណ្ណាអ្នកក៏កាន់តែដុសគំនិតថ្មីៗកើតចេញមកច្រើនសម្រាប់ប្រើប្រាស់មិនអស់ប៉ុណ្ណោះដែរធ្វើតាមគេវាងាយស្រួលព្រោះមិនចាំបាច់គេស្មុគស្មាញច្រើនតែពេលដែលអ្នកធ្វើតាមគេម្ដងម្កាលវាមិនអីទេប៉ុន្តែពេលដែលអ្នកធ្វើតាមគេរហូតអ្នកនឹងខ្លាចជាគេម្នាក់ទៀតធ្វើតាមគេមិនបានជូរព្រោះវាធ្វើឲ្យអ្នកឆាប់ហត់ឆាប់អស់គំនិតក្នុងការធ្វើបន្ថែមរៀនរាល់ថ្ងៃឬចម្រើនរាល់ថ្ងៃចំណាយពេលដើម្បីកែលម្អប៉ុន្តែកុំខ្ជះខ្ជាយពេលវេលាដើម្បីបញ្ជាក់ប្រាប់អ្នកដទៃពីអ្វីដែលអ្នកកំពុងតែធ្វើវាសញ្ញាបត្ររបស់អ្នកគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះការអប់រំពិតប្រាកដរបស់អ្នកអាចមើលឃើញនៅក្នុងឥរិយាបថរបស់អ្នករាល់ថ្ងៃផ្ដល់ពេលវេលាដល់ខ្លួនឯងសម្រាប់ការសិក្សាស្រាវជ្រាវជំនាញនិងចំណេះដឹងថ្មីៗពីអ្វីដែលផ្ដោតទៅលើគោលដៅរបស់អ្នកព្រោះការសិក្សារាល់ថ្ងៃពីអ្វីដែលអ្នកចង់ដឹងដើម្បីឲ្យអ្នកអាចចូលដឹងច្រើននោះនឹងផ្លាស់ប្ដូរពេលវេលារបស់អ្នកគុំចំណាយពេលវេលារាប់ថ្ងៃហើយរំពឹងសង្ឃឹមថាថ្ងៃណាមួយនឹងបានល្អប្រសើរជាងនេះតែចូលធ្វើឲ្យថ្ងៃនីមួយៗក្នុងជីវិតរបស់អ្នកទៅជាមានតម្លៃនោះទើបជាអ្វីដែលល្អប្រសើរជីវិតទាំងពេលវេលាគឺជាគ្រូដ៏ល្អបំផុតដោយសារតែជីវិតបង្រៀនយើងពីការប្រើប្រាស់ពេលវេលារីឯពេលវេលាបង្រៀនយើងពីតម្លៃនៃជីវិតផ្ដោតលើខ្លួនឯងឲ្យខ្លាំងការវិនិយោគដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបានគឺវិនិយោគលើខ្លួនឯងអ្នកមិនអាចទៅផ្លាស់ប្ដូរអ្នកណាបានក្រៅពីផ្លាស់ប្ដូរខ្លួនឯងជាមុននោះទេពេលអ្នកតាំងចិត្តចង់ផ្លាស់ប្ដូរអ្នកណាម្នាក់អ្នកនឹងឆ្អែតចិត្តព្រោះអ្នកមិនអាចទៅវិនិយោគអ្នកណាផ្សេងក្រៅពីវិនិយោគលើខ្លួនឯងនោះឡើយគ្រប់យ៉ាងដែលអ្នកបានមើលឃើញមិនប្រកាសថាវាជាការពិតហើយការពិតខ្លះវាមិនអាចចេះតែនិយាយចេញមកនោះទេចាំថាពេលដែលអ្នកចំណាយពេលវេលាវិនិយោគលើខ្លួនឯងវានឹងមិនត្រឹមតែធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរឡើងប៉ុណ្ណោះទេវានឹងធ្វើឲ្យជីវិតរបស់មនុស្សទាំងអស់នៅជុំវិញអ្នកល្អប្រសើរឡើងដែរពេលខ្លះអ្នកត្រូវលះបង់រឿងខ្លះបើអ្នកចង់បន្តដំណើរជីវិតនេះទៅមុខអ្នកត្រូវតែចេះលះបង់នៅរឿងមួយចំនួនចោលចេញពីក្នុងចិត្តគំនិតអ្នកមិនអាចទៅមុខរួចឡើយហើយអ្នកក៏គ្មានកម្លាំងទប់ទល់នឹងទម្ងន់នៃការគិតអវិជ្ជមានរបស់អ្នកបានដែរពេលខ្លះអ្នកត្រូវធ្វើការសម្រេចចិត្តក្នុងការលះបង់ទម្លាប់នៃការគិតទម្លាប់នៃសកម្មភាពប្រចាំថ្ងៃទម្លាប់មួយចំនួនដែលនាំមកនូវបញ្ហាដល់ជីវិតរបស់អ្នកពាក្យថាលះបង់វាអាចពិបាកព្រោះការលះបង់រឿងខ្លះដែលយើងធ្លាប់ធ្វើកន្លងមកខ្លាចទៅជាទម្លាប់ធ្លាក់ទៅក្នុងអនុសម្បញ្ញៈរបស់យើងទៅហើយការលះបង់ចោលរឿងខ្លះដើម្បីទុកកន្លែងទំនេរសម្រាប់យកទៅធ្វើរឿងថ្មីចំគោលដៅដែលអ្នកស្រមៃចង់ខ្លាចជាពេលលះបង់ដំបូងអាចលំបាកប៉ុន្តែបើអ្នកអាចជំនះវាបានអ្នកនឹងទទួលបានរង្វាន់ចេញពីការលះបង់នោះព្រោះតម្លៃនៃជីវិតរបស់អ្នកនឹងបង្ហាញឡើងនៅពេលដែលអ្នកចំណាយពេលវេលាកសាងខ្លួនឯងឲ្យដើរលើវិថីនៃក្តីស្រមៃរបស់អ្នកដំណើរមួយជំហានម្ដងមនុស្សគ្រប់គ្នាគ្មានអ្នកណាឈានជើងដើរម្ដងបាន10ជំហាននោះទេមិនថាគោលដៅដែលអ្នកចង់ទៅដល់នោះមានចម្ងាយឆ្ងាយយ៉ាងណាអ្នកក៏ត្រូវតែចាប់ផ្ដើមពីជំហានទី1ទៅសិនដែរចាប់ផ្ដើមពីជំហានតូចៗបើអ្នកនៅតែបន្តដើរទៅមុខមិនឈប់អ្នកនឹងដើរទៅដល់កន្លែងដែលអ្នកចង់ទៅដល់នោះជាមិនខានសំខាន់ស្ថិតនៅលើអ្នកព្រមបន្តដំណើរទៅមុខឬបញ្ឈប់ទៅនេះការជ្រើសរើសក្នុងការសម្រេចចិត្តរបស់អ្នកគឺជារឿងសំខាន់សម្រាប់បញ្ជូនទៅអារម្មណ៍របស់អ្នកផ្ដល់នូវកម្លាំងចិត្តបន្តដំណើរលើវិថីដែលអ្នកប្រាថ្នាទៀតឬអន់ដំណើរទៅរកអ្វីដែលអ្នកស្រមៃអ្នកត្រូវតែក្លាហានដើរទៅរកវាតែម្នាក់ឯងគ្មានអ្នកណាព្រមធ្វើដំណើរជាមួយអ្នកទេព្រោះគោលដៅរបស់គេមិនដូចជាគោលដៅរបស់អ្នក
បើអ្នកអាចជំនះអារម្មណ៍ភ័យខ្លាចរបស់អ្នកប្រឹងប្រែងបន្តដំណើរមួយជំហានម្ដងទៅមុខមិនឈប់អ្នកនឹងទៅដល់គោលដៅរបស់អ្នកតែមានមនុស្សជាច្រើនមានគោលដៅដូចជាអ្នកនៅទីនោះដែរនោះជាមនុស្សថ្មីដែលអ្នកអាចជួបអាចរាប់អានបានយូរអង្វែងព្រោះគេមានគោលដៅដូចជាអ្នកមានក្តីសុបិនដូចជាអ្នកទើបគេទៅដល់កន្លែងដែលអ្នកប្រាថ្នានោះដែរខ្យល់ព្យុះក្នុងចិត្តមនុស្សយើងមុននឹងផ្លាស់ប្ដូរពិភពលោកខាងក្រៅបានយើងត្រូវតែផ្លាស់ប្ដូរពិភពលោកខាងក្នុងចិត្តគំនិតរបស់យើងជាមួយសិនគ្មានអ្នកណាដែលគេចរួចពីព្យុះក្នុងជីវិតគ្រប់គ្នាត្រូវតែឆ្លងកាត់ព្យុះដើម្បីឲ្យខ្លួនឯងកាន់តែរឹងមាំកូនក្មេងមិនធ្លាប់ឆ្លងកាត់ព្យុះជីវិតទើបមិនចេះអត់ធ្មត់ឆាប់ឆេវឆាវធ្វើអ្វីតាមតែអារម្មណ៍នឹកឃើញកូនក្មេងមិនទាន់ចេះគិតព្រោះមិនមានបទពិសោធន៍ក្នុងជីវិតខ្យល់ព្យុះក្នុងចិត្តរបស់មនុស្សយើងវាប្រៀបដូចជាបន្ទុកបញ្ហាដែលមនុស្សយើងត្រូវតែទទួលខុសត្រូវរៀងៗខ្លួនពេលអ្នកអាចដោះស្រាយរឿងក្នុងចិត្តបានស្រឡះគ្រប់កិច្ចការដែលអ្នកចង់ធ្វើក៏រលូនវាដូចជាគ្មានអ្វីរារាំងបានទៀតទេពេលដែលអ្នកអាចជំនះខ្យល់ព្យុះក្នុងចិត្តអ្នករួចអ្នកកាន់តែរឹងមាំមិនងាយរង្គើពេលជួបបញ្ហាជីវិតបន្តទៀតដោយសារតែបទពិសោធន៍ឈឺចាប់ដែលអ្នកបានឆ្លងកាត់ត្រឡប់មកជាកម្លាំងពីខាងក្នុងរុញអ្នកឲ្យអាចចុះឈ្នះអ្វីគ្រប់យ៉ាងពេលជួបព្យុះកុំត្អូញត្អែបើអ្នកចង់ឲ្យខ្លួនឯងកាន់តែខ្លាំងព្រោះបើអ្នកមិនខ្លាំងអ្នកពិបាកក្នុងការរស់នៅក្នុងជីវិតនេះខ្លាំងណាស់ចូលរៀនហោះហើរឲ្យខ្ពស់ជាងខ្យល់ព្យុះដេញចាប់ខ្យល់ពេលយើងដេញតាមចាប់ក្តីសុបិនខុសពីការដេញតាមចាប់ខ្យល់គ្មានអ្នកណាមើលឃើញខ្យល់ប៉ះក៏មិនបានគ្រាន់តែដឹងដោយអារម្មណ៍តែប៉ុណ្ណោះនៅពេលដែលយើងមានក្តីសុបិនហើយចេះរៀបចំផែនការច្បាស់លាស់ដើម្បីធ្វើសកម្មភាពរាល់ថ្ងៃកសាងក្តីសុបិនមួយថ្ងៃបន្តិចឲ្យចេញជារូបរាងនោះហើយជាការដេញចាប់ក្តីសុបិនដែលអាចពោលបាននៅពេលដែលវាមានលទ្ធផលចេញមកខាងក្រៅឲ្យអ្នកដទៃបានមើលឃើញដែរវាមិននៅក្នុងគំនិតរបស់យើងតែម្នាក់ឯងទៀតការមានក្តីសុបិនត្រឹមតែក្នុងការគិតប៉ុន្តែគ្មានផែនការច្បាស់លាស់គ្មានការចាប់ផ្ដើមធ្វើសកម្មភាពគ្មានភាពអត់ធ្មត់ជូរវាក៏ប្រៀបដូចជាអ្នកដេញតាមចាប់ខ្យល់អញ្ចឹងដែរក្តីសុបិនល្អអស្ចារ្យប៉ុណ្ណាក៏ដោយបើយើងមិនបោះជំហានចាប់ផ្ដើមឈានមួយជំហានទៅមុខទេយើងក៏មិនអាចសម្រេចក្តីសុបិននោះបានឡើយមានក្តីសុបិនត្រូវមានភាពក្លាហានដើម្បីបង្កើតវាពុំនោះទេក្តីសុបិននឹងនៅតែជាស្រមោលប៉ះមិនត្រូវពាល់មិនបានជារៀងរហូតមេអំបៅការខិតខំតែមកមុនការទទួលបានលទ្ធផលមុននឹងខ្លាចជាសត្វមេអំបៅមានស្លាបអាចហោះហើរបានសត្វដង្កូវត្រូវសង្ងំក្នុងសម្បុកជាយូរខែជាមួយសិនមួយវិញទៀតប្រសិនបើសត្វដង្កូវមិនខិតខំជាជាងទម្លុះសម្បុកចេញមកខាងក្រៅដោយខ្លួនឯងទេវានឹងគ្មានសមត្ថភាពអាចហោះហើរនិងរស់រានមានជីវិតបានយូរឡើយជីវិតមនុស្សយើងក៏មិនខុសពីសត្វដង្កូវដែលចង់ប្រែក្លាយជាសត្វមេអំបៅដែរបើយើងចង់ផ្លាស់ប្ដូរខ្លួនឯងអភិវឌ្ឍទៅមុខយើងមិនគួររំពឹងចាំជំនួយពីអ្នកដទៃទេយើងត្រូវតែខិតខំប្រឹងប្រែងពឹងលើសមត្ថភាពខ្លួនឯងឲ្យខ្លាំងឲ្យអស់ពីលទ្ធភាពខ្លួនឯងជាមួយសិនទើបយើងអាចរស់នៅមានជីវិតបានព្រោះអីបើយើងមិនខ្លាំងដល់ខ្លួនឯងទេយើងពិបាករស់នៅលើโลกនេះខ្លាំងណាស់គ្មានអ្នកណាមកជួយយើងបានគ្រប់កលៈទេសៈទេក៏គ្មានអ្នកណាមានពេលវេលាទំនេរអាចនៅក្បែរយើងរាល់ថ្ងៃបានដែរដូច្នេះហើយត្រូវប្រឹងបុកទម្លុះសម្បុកនៃទម្លាប់មិនល្អរបស់ខ្លួនឯងការគិតអវិជ្ជមានរបស់ខ្លួនឯងការភ័យខ្លាចដែលបន្លាចមិនឲ្យយើងបោះជំហានទៅធ្វើអ្វីមួយព្រោះតែខ្លាចគឺខ្លាចបរាជ័យខ្លាចគេបដិសេធខ្លាចប្រឈមមុខជាមួយមនុស្សនាខាងក្រៅខ្លាចធ្វើមិនបានល្អខ្លាចខ្លួនឯងអន់ជាងគេនឹងមានរឿងខ្លាចជាច្រើនទៀតដែលមាននៅក្នុងចិត្តមនុស្សយើងគ្រប់គ្នាចង់ខ្លាចជាមេអំបៅស្រស់ឆាតឆាយអាចហោះហើរបានឆ្ងាយលុះត្រាតែយើងត្រូវមានចិត្តអំណត់អត់ធ្មត់ស៊ូទ្រាំជំនះភាពលំបាកដោយខ្លួនឯងឲ្យបាននៅពេលដែលយើងផ្លាស់ប្ដូរ
មិនថាការផ្លាស់ប្ដូរអ្វីទេនៅក្នុងជីវិតរបស់យើងរមែងមានការផ្លាស់ប្ដូរមិនដូចពីមុននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងមានរឿងច្រើនណាស់ឲ្យយើងសម្រេចចិត្តជ្រើសរើសវាដើម្បីធ្វើការផ្លាស់ប្ដូរបើយើងមិនធ្វើការសម្រេចចិត្តផ្លាស់ប្ដូរទេតែចូលចិត្តធ្វើអ្វីទៅតាមទម្លាប់ដដែលយើងនឹងទទួលបានលទ្ធផលដដែលនោះរហូតការផ្លាស់ប្ដូរតែបន្តិចប្រចាំថ្ងៃអាចផ្លាស់ប្ដូរអនាគតរបស់យើងបានដែលមិនគួរជឿតិចតួចតែវាអាចកើតរឿងមហោស្ចារ្យដែលយើងអាចនឹកស្មានមិនដល់ក៏ថាបានក្នុងថ្ងៃនេះសាកល្បងធ្វើការសម្រេចចិត្តផ្លាស់ប្ដូររបៀបរស់នៅចំណុចណាមួយដើម្បីទទួលបានលទ្ធផលផ្សេងខុសពីរាល់ថ្ងៃខ្លាចជាមនុស្សថ្មីការមើលអតីតកាលគឺជាការមើលដើម្បីកែប្រែនិងកំណត់ខ្លួនឯងទៅជាមនុស្សថ្មីនៅថ្ងៃអនាគតពេលដែលយើងផ្លាស់ប្ដូរខ្លួនឯងនោះយើងអាចមើលឃើញវាថាជាការបន្ថែមរសជាតិឲ្យជីវិតក៏បានដែរបើយើងកើតមកមានអ្វីៗគ្រប់យ៉ាងទាំងអស់នោះជីវិតក៏គ្មានអ្វីសប្បាយនិងគ្មានរសជាតិផ្អែមជូរហឹរសម្រាប់ជួយបន្ថែមរសជាតិឲ្យជីវិតយើងឡើយអតីតកាលកើតមានសម្រាប់ឲ្យយើងសិក្សាពីវាហើយវាធ្វើឲ្យយើងដឹងថាអ្វីដែលធ្វើឲ្យយើងទៅជាបែបនេះយើងនឹងបានដកខ្លួនចេញពីដើមហេតុទាំងនោះការសង្កេតនិងការដឹងទាន់ការគិតនោះក៏ធ្វើឲ្យយើងគ្រប់គ្រងសតិអាចទប់ស្កាត់ខ្លួនឯងមិនឲ្យភ្លេចត្រឡប់ទៅធ្វើទង្វើចាស់ៗដែលមិនល្អឬនិស្ស័យចាស់ៗដែលត្រូវធ្វើការផ្លាស់ប្ដូរផងដែររាល់បទពិសោធន៍មេរៀនជីវិតដែលយើងបានរៀនតែគ្មានអ្នកណាមកបង្រៀនយើងនោះគឺបទពិសោធន៍ដែលយើងបានជួបប្រទះទាំងឡាយការពិតយើងមានអំណាចក្នុងការជ្រើសរើសផ្លូវដើរផ្ទាល់ខ្លួននិងអាចបង្កើតភាពជោគជ័យដល់ខ្លួនឯងការប្រថុយដើម្បីជំនះធ្វើអ្វីមួយនឹងជួយឲ្យយើងមានការលូតលាស់ជាជាងនៅស្ងៀមមិនហ៊ានធ្វើអ្វីទាំងអស់ដូច្នេះយើងត្រូវពង្រឹងភាពក្លាហានដើម្បីចាប់យកអ្វីថ្មីដែលអាចនាំយើងឲ្យខិតទៅជិតគោលដៅរបស់យើងសូមកុំបារម្ភពីកំហុសដែលយើងនឹងបង្កឡើងនៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយព្រោះវាគ្រាន់តែបង្ហាញឲ្យយើងបានចូលអ្វីមួយដែលយើងមិនធ្លាប់បានដឹងពីមុនតែប៉ុណ្ណោះចាំថារាល់បទពិសោធន៍ទាំងល្អទាំងអាក្រក់គឺជាការសិក្សាអ្វីដែលថ្មីដូច្នេះចូលពិចារណាពីអ្វីដែលយើងធ្លាប់ឆ្លងកាត់យើងនឹងរកឃើញពីបុព្វហេតុពិតនៃជីវិតមួយនេះធ្វើជាមិត្តរបស់ចិត្តខ្លួនឯងកុំធ្វើជាសត្រូវរបស់ចិត្តចូលធ្វើជាមិត្តរបស់ចិត្តខ្លួនឯងព្យាយាមស្ដាប់សំឡេងបេះដូងរបស់ខ្លួនឯងឮសូរសំឡេងបេះដូងខ្លួនឯងលោទេបើឮសូរមានន័យថាអ្នកនៅមានដង្ហើមដកនៅឡើយបើមានដង្ហើមដកហើយគួរតែប្រឹងប្រែងធ្វើអ្វីម្យ៉ាងសម្រាប់ខ្លួនឯងដើម្បីបន្តដំណើរជីវិតនេះទៅមុខទៀតឈប់គិតថាមិនដឹងត្រូវធ្វើអ្វីទៀតទៅសាកល្បងដាក់ដៃលើដើមទ្រូងខាងឆ្វេងរបស់ខ្លួនឯងហើយព្យាយាមស្ដាប់សំឡេងពីខាងក្នុងចិត្តរបស់ខ្លួនឯងពេលនោះអ្នកនឹងដឹងថាអ្នកត្រូវធ្វើអ្វីបើនៅមិនទាន់ចាប់ផ្ដើមធ្វើអ្វីសោះក៏មិនអាចដឹងមិនអាចជល់មិនអាចបង្កើតអ្វីមួយបានរៀងរហូតសូមកុំនៅតែបន្តដកដង្ហើមធំអោបទប់ព្រោះយល់ថាជីវិតខ្លួនឯងមានកម្មទៀតទៅការពិតកម្មឬមិនមានកម្មវាកើតចេញពីទង្វើរបស់មនុស្សយើងខ្លួនឯងផ្ទាល់ព្រោះអីកម្មកើតចេញពីទង្វើបើអ្នកប្រឹងកសាងខ្លួនឯងប្រឹងលូតលាស់ប្រឹងឲ្យអស់ពីសមត្ថភាពព្យាយាមតស៊ូជំនះដើម្បីបង្កើតអ្វីដែលសម្លេងបេះដូងអ្នកប្រាំពេលនោះផលល្អនឹងរត់ចូលមករកអ្នកយ៉ាងច្រើនជាក់ជាមិនខានកុំបោះបង់នៅពេលខ្លះយើងមានអារម្មណ៍ហត់នឿយទោះបីនៅមួយកន្លែងមិនបានបញ្ចេញកម្លាំងធ្វើអ្វីក៏ដោយនេះក៏ព្រោះតែយើងហត់នឹងការឆ្លោះប្រកែកគ្នារវាងបេះដូងនិងខួរក្បាលរបស់យើងខ្លួនឯងមួយប្រាប់ថាកុំបន្តដំណើរផ្លូវនេះទៅមុខទៀតរីឯមួយទៀតជំរុញឲ្យបន្តដំណើរទៅមុខទៀតបើជួបរឿងនេះសូមកុំឈប់កុំផ្លាស់ប្ដូរកុំបោះបង់ឬបញ្ចប់វាតែត្រូវសម្រុកទៅមុខជានិច្ចព្រោះវាជាសញ្ញាដែលបញ្ជាក់ថាយើងជិតដល់គោលដៅដែលយើងប្រាថ្នាហើយ
ទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមក